បានជំរាបសួរបងប្អូនអរគ្នាថ្ងៃនេះយើងធ្វើការវិភាគហាន់ឆេកជាមួយគ្នាយើងឃើញថាមាសបានដូរពីលំហូរ down trend មកលំហូរ up trend វិញក្នុង time frame 1 ម៉ោងអញ្ចឹងចំពោះនៅថ្ងៃទី27នេះគឺថាមាសកំពុងតែបាទបកចូលមកប៉ះតំបន់ trend line បាទប៉ះតំបន់ trend line នេះអញ្ចឹងពីព្រោះកម្លាំងនៃការចុះវានៅគៀក trend line យើងអត់អាចធ្វើការបាយនៅតំបន់ trend line នេះបានព្រោះវាអាចនឹង break trend line អាចដូរពី swing up មក swing down មកវិញដូច្នេះហើយយើងមានតែរងចាំរូតំបន់ល្អក្នុងការចូលផ្សាររបស់បងប្អូនចូលនៅតំបន់នេះវាអាចប្រឈមជាមួយនឹងការជាប់ហូលដោយសារតែកម្លាំងនៃការឡើងវាចាប់ផ្ដើមខ្សោយបាទហេតុអីបានខ្ញុំថាខ្សោយយើងមើលយ៉ាងម៉េចពីព្រោះកម្លាំងឡើងនេះបង្កើតជា resistance ហើយវា break បង្កើត high ថ្មីបាទអញ្ចឹងក៏វាចូលមកប៉ះតំបន់ trend line នេះវិញឡើងបង្កើតជា high ថ្មីខ្ពស់ជាង high នេះទៀត high ទី2នេះទៀតអញ្ចឹងចំពោះពីម្សិលមិញវាចូលមកប៉ះ trend line ហើយវាអត់ទាន់មានកម្លាំងនៃការបុកដាច់តំបន់ high នេះទេអញ្ចឹងវាមានសញ្ញានៃការ break មួយ trend line នេះវិញអញ្ចឹងយើងបដូរពីការព្យាយាមលេងបាយព្រោះតំបន់ចូល sell វិញម្ដងបើយើងចូលបាយគឺយើងចូលនៅតំបន់ទាបគឺចូលនៅតំបន់ support បាទតំបន់ support ចាស់ហ្នឹងគឺពីម្សិលមិញគឺនៅតម្លៃ24អញ្ចឹង34 24នៅ10លេខទៀតប៉ះ support អញ្ចឹងបងប្អូនអាចធ្វើការបាយនៅកន្លែងនេះក៏បានប៉ុន្តែយល់ល្អកុំទាន់ចូលផ្សាយឲ្យជាងរូបចាំចុះដល់ support ទី2មកតំបន់ support ទី2នេះគឺយើងអាចធ្វើការបាយនៅតំបន់0នេះបានដែរបាទ0ចន្លោះពី9 គុតមក8 គុតមកបាទនៅចន្លោះ0នេះយើងអាចធ្វើការចូលបាយបានយើងបាយនៅតំបន់ហ្នឹងភាសាអីវានឹងអាចមាន break បើសិនជាវា break ហើយបាទ break support នេះហើយវាអាចនឹង pull back អញ្ចឹងនៅពេលដែលវា break ហើយវាអាចនឹង pull back មានន័យថាវាចុះមកអញ្ចឹងហើយយើងរងចាំវា pull back ទៅប៉ះវិញមកប៉ះ trend line នេះយើងអាចធ្វើការ sell តម្លាក់មកពីលើវិញបាទយើងអាចធ្វើការ sell នៅតំបន់នេះវិញអញ្ចឹងតំបន់ buy យើង buy នៅតំបន់នេះ sell នៅតំបន់នេះបាទតែបើសិនជាវាចុះមកហើយវាឡើងទៅចូលក្នុង zone trend line វិញបាទចុះតិចតួចឡើងចូល zone trend line បុកដាច់ resistance នេះវាអាចនឹងបន្តការឡើងទៀតអញ្ចឹងតំបន់ដែលយើងរងចាំ sell អាចនឹង sell នៅពេលដែលវាទៅប៉ះ trend line យើងខាងលើនេះវិញបាទអាចទៅ sell តំបន់នេះវិញបើសិនតែវាបកឡើងទៅអាចតំបន់នេះបាទអាច sell នៅតំបន់នេះវិញបើសិនជាក្នុងដើរក្នុង0នេះក្នុង0ចន្លោះ trend line យើងហ្នឹងតែបើសិនជាវា break ដាច់ហើយអូខេអត់អី break ដាច់ហើយបកពួក break របស់នេះយើងអាច sell ដល់ SL នៅខាងលើនេះមកបាទ buy នេះខាងក្រោមនេះមកអញ្ចឹងតំបន់ buy នៅតំបន់0ពី9មក87តំបន់ buy នេះគឺសុវត្ថិភាពហើយតំបន់ sell នៅតំបន់45ទៅ50នេះយើងអាច sell នៅតំបន់នេះទៅបាទពីចន្លោះ0នេះមក
0 cell បាទចឹងយើងមានតំបន់2តំបន់ក្នុងការរងចាំ cell ក្នុងថ្ងៃនេះបើសិនជាចូលដល់តំបន់0យើងអាចធ្វើការ cell បានហើយតំបន់ cell ទី1ហ្នឹងអត្តង់ទី1យើងត្រូវដាក់ SL បាទខ្លាចករណីថាវា break អញ្ចឹងតំបន់បាយគឺយើងអាចបាយតំបន់នេះបាទបាយនៅតំបន់ហ្នឹងបានហើយបើធ្លាក់មកដល់តំបន់នេះក៏បងប្អូនអាចធ្វើការបាយបានដែរប៉ុន្តែគាត់ថាបាយក៏បងប្អូនត្រូវតែដាក់ SL ដែរបាទត្រូវតែដាក់ SL ដែរ0បាយបាទចន្លោះពី95មក87នឹងមកហើយបាយតំបន់ទី1នេះចន្លោះ16ហ្នឹងគឺបងប្អូនអាចធ្វើការបាយ scale ខ្លីៗបាទ scale ខ្លីៗបានមុំហើយយើងកាត់ទៅអញ្ចឹងយើងមាន4តំបន់ក្នុងការជួញដូរខាងខេងនេះសម្រាប់ថ្ងៃនេះបាននៅ010គុតអននេះក៏យើងអាចធ្វើការចូលបាយចូល cell ដែរអញ្ចឹងតម្លៃនេះគឺតម្លៃ cell តម្លៃនេះគឺតម្លៃ cell តម្លៃនេះតម្លៃចូលបាយតម្លៃនេះតម្លៃចូលបាយអញ្ចឹងបងប្អូនអាចចូលទៅតាមតម្លៃអាហ្នឹងបាទហើយចំពោះការចូលផ្សារយើងអាចរួមមើលកម្លាំងទីផ្សារដែរបើថាកម្លាំងពុកបុកចុះខ្លាំងមិនទាន់មាន candlestick confirm នៅ0អននេះយើងក៏មិនអាចធ្វើការចូលបាយបានដែរព្រោះតាមមកដល់0អននេះវាខ្សោយកម្លាំងនៃការឡើងមានសញ្ញា confirm ថាវាអាចបកទៅប៉ះ trendline យើងវិញចឹងយើងបកពីចន្លោះប៉ុន្តែទៅដល់នេះយើងអាចស៊ីបានប្រហែលលេខយើងអាចធ្វើការឆក់ក្នុងទីផ្សារបានបាទទាំងនេះគឺ20លេខដែរយើងអាចស៊ីបាន6 7លេខអីដែរយើងចាក់ចេញពីទីផ្សារទៅបាទនេះជា4នៃការចូលផ្សារអញ្ចឹងតាមបច្ចេកទេស technical យើងអាចចាប់តំបន់ហ្នឹងក្នុងការរកកន្លែងទីផ្សារហើយចំពោះទីផ្សារជាក់ស្ដែងឬពេលវេលាវាតើវាអាស្រ័យទៅលើព័ត៌មានដែរជាពិសេសព័ត៌មានវាជំរុញឲ្យមកដល់ស្រួលហ្នឹងក៏បុកឡើងប្រែទៅលើវិញចឹងតែអញ្ចឹងយើងត្រូវចេះមើលពីកម្លាំងផ្សារពីកម្លាំង candlestick ជាក់ស្ដែងដែរថាវាខ្សោយកម្លាំងហើយនៅវាមានសញ្ញា confirm ថាវាចុះឬក៏វាបកឡើងទៅវិញបាទអញ្ចឹងក្នុងទីផ្សារមានតែបាយហើយ sell ទេបងប្អូនអញ្ចឹងបងប្អូនរកបនរងចាំបានហើយបងចេះពីមើលពីកម្លាំងទីផ្សារហើយរងចាំវា confirm ហើយមាន indicator ដូចជា moving average RSI ជំនួយថែមទៀតបងប្អូនអាចរកពលឹងការជួបផ្សារបានតំបន់ល្អៗច្រើនអូខេបងប្អូននេះការវិភាគផ្សារថ្ងៃនេះគឺមានប៉ុណ្ណឹងហើយសូមថាបងប្អូនរក profit ចាប់ថ្ងៃបានច្រើនទាំងអស់គ្នាបាទសូមអរគុណជម្រាបលាបងប្អូនអរគ្នា